Honda CR-V Zone 22ជាប្រភេទឡានមីទឹកខ្លាញ់គោដែលខាងខ្ញុំទៅនឹងកាត់បានមកថ្មីជម្រាបសួរដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងចង់ធ្វើការណែនាំជូនពុកម៉ែបងប្អូនបាទគឺ Honda CR-V Zone 22ពុកម៉ែបងប្អូនដែលកំពុងស្វែងរកបាទប្រភេទឡានលក្ខណៈគ្រួសារដែលជាប្រភេទឡានថ្មីឡានខ្លាញ់គោស៊ីសាំងតិចបងពុនផ្លូវធូរថ្លៃបាទពុកម៉ែបងប្អូនអាចមកមើលមួយគ្រឿងនេះបានធានាជូន10000ខកចិត្តទេដំបូងខ្ញុំនឹងប្រាប់ប្រវត្តិខ្លះៗពីរថយន្តមួយគ្រឿងនេះបាទ Honda CR-V មួយគ្រឿងនេះម្ចាស់មុនគឺគាត់ទិញខ្លាញ់គោបាទទិញกระดาษពុននៅក្រុមហ៊ុនហើយការប្រើប្រាស់របស់គាត់ដល់ឥឡូវពុកម៉ែបងប្អូនបាទបានតែ16000គីឡូជាងទេទឹកថ្នាំនៅសាច់ដៃវិញគឺស៊ីនមួយជុំតែម្ដងពុកម៉ែបងប្អូនបាទអត់មានឆ្កូតឬក៏បាញ់បតក់ទេហើយចាក់ស្ដាយពុកម៉ែបងប្អូនបាទសូម្បីតែកាងមុខនិងកាងក្រោយគឺអត់មានបតក់ឬក៏បាញ់ទេបាទគឺនៅសំណុំតែម្ដងរីឯចង្គៀងមុខមួយគូនិងស្តុបក្រោយមួយគូពុកម៉ែបងប្អូនបាទខាងខ្ញុំធានាជូនតែម្ដងជាប្រភេទចង្គៀងនិងស្តុបស៊ីនបាទកំណើតពីក្រុមហ៊ុនតែម្ដងអត់មានការផ្លាស់ប្ដូរទេបន្ទាប់ពីធ្វើការបង្ហាញនៅផ្នែកខាងក្រៅនិងប្រាប់ពីប្រវត្តិខ្លះៗពីរថយន្តឥឡូវនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្នែកខាងក្នុងម្ដងបងប្អូនសម្រាប់ CR-V Zone 22មួយគ្រឿងវិញបាទផ្នែកខាងក្នុងគឺថ្មីខ្លាំងតែម្ដងពុកម៉ែបងប្អូនទៅលើដៃចង្កូតនិងតាប់ឡូគឺអត់មានឆ្នាំស្កេតស្កូឬក៏ប្រេសស្រាំតណាទេពុកម៉ែបងប្អូនបាទគឺថ្មីតែម្ដងបាទថ្មីដូចបកកែងអញ្ចឹងបាទជាក់ស្ដែងពុកម៉ែបងប្អូនបាទសឹកក៏អត់មានសឹកដែរបាទប្រេសស្រាំក៏អត់មានដែរបាទគឺនៅថ្មីតែម្ដងជាពិសេសទៅលើដៃលេខនឹងតែម្ដងគឺអត់មានសឹកស្បែកឬក៏សណាមកលិតកលាញ់ទេបាទគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងកលេចមកមើលពូកៅអីវិញពុកម៉ែបងប្អូនបាទមិនថាផ្នែកកៅអីខាងស្ដាំឬក៏អីតកង់ទេបាទទៅលើពូកស្បែកគឺនៅសំណុំស៊ីនសំណុំដើមអត់មានសឹកឬក៏ដេប៉ះផ្លាស់ប្ដូរទេបាទសាច់ធ្នេគឺនៅសំណុំស៊ីនតែម្ដងបងប្អូនបាទគឺថ្មីខ្លាំងតែម្ដងដូចខ្ញុំបានបញ្ជាក់ខាងដើមវីដេអូអញ្ចឹងដោយសារតែការប្រើប្រាស់របស់ម្ចាស់មុនគឺតិចខ្លាំងមែនទែនបាទតាំងពីគាត់ទិញរហូតដល់បច្ចុប្បន្ននេះគឺប្រើបានតែ16000គីឡូទេបាទដូច្នេះហើយគឺផ្នែកខាងក្នុងគឺថ្មីដាច់តែម្ដងបងប្អូនបាទអត់មានកលិតកលាញ់ឬក៏សឹកឬក៏ដេប៉ះផ្លាស់ប្ដូរថ្មីទេបងប្អូនបាទគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងហើយ CR-V Zone 22មួយគ្រឿងនេះបងប្អូនបាទគឺធំទូលាយមែនទែនបាទសម្រាប់ពុកម៉ែបងប្អូនដែលមានសមាជិកគ្រួសារ5នាក់ឬ7នាក់បាទគឺអាចជិះយ៉ាងទូលាយហើយផ្នែកខាងក្រោយវិញបាទធំទូលាយមែនទែនពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលមានដំណើរជិតឆ្ងាយបាទដាក់អីវ៉ាន់គឺបានស្រួលមែនទែនបាទផ្នែកខាងក្រោយគឺធំទូលាយបាទអត់ចង្អៀតទេពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានធ្វើការបង្ហាញនៅផ្នែកខាងក្រៅនិងផ្នែកខាងក្នុងរួចរាល់ឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលផ្នែកប្លុកម៉ាស៊ីនម្ដងHonda CR-V មួយគ្រឿងពុកម៉ែបងប្អូនបាទគឺថ្មីមែនទែនហើយខាងខ្ញុំធានាជូនតែម្ដងទៅលើមិនបុកមិនកាត់តមិនស្ងោបរោពណ៌បងប្អូនឥឡូវមកមើលផ្នែកកឡុកលាតក្នុងម៉ាស៊ីនម្ដងបាទគឺខ្ចីមែនទែនពុកម៉ែបងប្អូនទៅលើកាយ៉ៅខ្ចៅខ្យងកឡុកលាតពុកម៉ែបងប្អូនបាទគឺនៅថ្មីសំណុំស៊ីនសំណុំដើមអត់ដែលដោះទេម៉ែបងបាទគឺថ្មីខ្លាំងមែនទែនបាទជាពិសេសទៅលើដុំ ABS ពុកម៉ែបងប្អូនបាទគឺខ្ចីបាទសូម្បីតែស្នឹមក្រហមឬក៏ច្រេះក្បាលខ្ចៅក៏គ្មានដែរបាទគឺថ្មីយកតែមែនទែនពុកម៉ែបងប្អូនហើយទៅលើម៉ាស៊ីនវិញបាទមិនបាញ់និយាយទេបងប្អូនបាទអត់មានស្នឹមឬក៏មកក្រហមទៅលើដៃបាតដៃអីទេបាទគឺថ្មីមែនតើហើយជាក់ស្ដែងដូចបញ្ជាក់ខាងដើមអញ្ចឹងបងប្អូនឡាននេះគឺប្រើបានតែ16000គីឡូទេបាទម៉ាស៊ីនប្រអប់លេខវិញគឺអេមតែម្ដងបាទសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍បាទមកលើ CR-V Zone 22មួយគ្រឿងនេះបាទធានាជូន10000ខកចិត្តទេឡានមួយគ្រឿងគឺថ្មីតែម្ដងបងប្អូនបាទថ្មីទាំងទឹកថ្នាំថ្មីទាំងសាច់ដែកជាពិសេសការប្រើប្រាស់គឺគីឡូតែ160,000ទេបាទគឺថ្មីតែម្ដងបាទក្រោមវិញក៏មិនអន់ដែរបងប្អូនបាទចៅខ្យងគឺថ្មីអត់មានស្នឹមឬក៏កំមកក្បាលខ្ចៅទេបាទគឺថ្មីដាច់តែម្ដងបងប្អូនហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំដល់បងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើប្រាស់ដែលមានការធានាត្រឹមត្រូវបាទជាពិសេសការលក់បាទតម្លៃខាងខ្ញុំគឺលក់ពិសេសជូនបងប្អូនតែម្ដងបាទអរគុណច្រើនបងប្អូន